បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមមកចែករំលែកវីដេអូមួយដែលវាមានប្រយោជន៍ខ្លះដែរសម្រាប់បងប្អូនដែលត្រូវការដូចជា follower សម្រាប់ដាក់ទៅលើ Facebook page follower សម្រាប់ដាក់ទៅលើ TikTok ឬក៏ subscriber ដាក់ទៅលើបាទឬក៏ subscriber សម្រាប់ YouTube ចឹងនៅក្នុង platform ទាំងអស់គឺបងប្អូនទាំងអស់គ្នាអាចប្រើ panel បានដោយ panel នេះខ្ញុំធ្លាប់ប្រើដែរហើយខ្ញុំធ្លាប់ add fund ចូលប្រើអស់$60ជាងដែរអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការ follower ឬក៏ subscriber បងប្អូនអាចប្រើ panel នេះបានបាទព្រោះ panel នេះវាយូរដែរហើយខ្ញុំក៏ប្រើវាដែរអញ្ចឹងបើសិនជាបងប្អូនចង់ប្រើ panel នេះឈ្មោះ mmglobe.com mmglobe.com ចូលនៅពេលដែលបងប្អូនអស់គ្នា sign up វារួចហើយបងប្អូនអស់គ្នាមើលមកខាងឆ្វេងវាមានកន្លែង new order មាន service មាន add fund មាន order នេះគឺកន្លែងដែលយើងធ្លាប់ order បាទអញ្ចឹងនេះគឺខ្ញុំធ្លាប់ order ដាក់អីផ្សេងៗនៅហ្នឹងតបមកទៀតនៅកន្លែង mass order API ឬក៏ child អីនេះបើយើងបាទនេះកន្លែង support ticket បើសិនជាយើងចង់សួរអីទៅ admin យើងចូលកន្លែង ticket នេះមកហើយយើងជ្រើសរើសប្រភេទ ticket ដែលយើងឆ្ងល់នេះមកបាទ category នេះមកបន្តមកទៀតយើង mistake កន្លែងនេះហើយ submit ទៅអញ្ចឹង admin គេនឹងឆ្លើយហើយចំពោះបងប្អូនដែលថ្មីបងប្អូនអាចបង្កើត account ថ្មីបងប្អូនអាចចូលមកក្នុង add fund នេះការ add fund នៅក្នុង mmglobe.com ហ្នឹងគឺវាមានច្រើនដែរវាមាន Binance Pay នៅក្នុង Binance Pay ជាប្រភេទ method cryptocurrency បាទវាមាន Binance Pay អញ្ចឹងបើសិនជាបងប្អូនមាន account Binance បងប្អូនគ្រាន់តែចុចនៅលើ Binance Pay រួចហើយវាយចំនួនលុយដែលបងប្អូនចង់ដាក់ min order min deposit $1អញ្ចឹងបងប្អូនអាចដាក់តិចបំផុតត្រឹម$1ឬក៏$5ពេលបងប្អូនកំណត់ចំណុចកន្លែង method ហើយនឹង amount នេះហើយចុចកន្លែង pay នេះវានឹងបង្ហាញ QR Binance Pay ឲ្យបងប្អូន scan អញ្ចឹងបងប្អូន scan ហើយ pay ទៅវានឹង add ចូល balance នេះឲ្យយើងហើយមួយទៀតបើសិនជាយើងមាន Payeer បាទអញ្ចឹង method ទី2គឺវាមាន Payeer មាន PayPal មាន Credit Card មាន Skrill មាន Neteller Cryptocurrency Bank Transfer អីជាដើមសម្រាប់បងប្អូនដែលធ្លាប់ប្រើ Bank Payeer ឬក៏ Perfect Money គឺអាច add តាមនឹងបាន instant ដូចគ្នាបាទគ្រាន់តែយើងចូលទៅក្នុង account Payeer របស់យើងហើយយើងមានលុយនៅក្នុង balance account Payeer ឬក៏ Perfect Money ពីមុនខ្ញុំ add ចូលតែតាម Payeer ឬក៏ Perfect Money ទេបន្ទាប់ពីមាន Binance Pay មកខ្ញុំប្រើ Binance Pay វិញបន្ទាប់ពីអ្នកទាំងអស់គ្នា add fund ចូលមកក្នុង Binance Pay សំទោសបន្ទាប់ពីអ្នកទាំងអស់គ្នា add fund ចូលមកក្នុង balance របស់យើងហើយគឺយើងអាចចូលទៅក្នុង new order ដើម្បីទិញអ្វីដែលយើងចង់ទិញឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់ចាក់ subscriber ទៅលើ YouTube អញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកន្លែង search នេះហើយយើងវាយ YouTube បាទអញ្ចឹងនៅក្នុង YouTube វាមានច្រើនវាមាន YouTube video share YouTube comment ទៅលើវីដេអូបាទ dislike like វាមានច្រើនវាមានចាក់ view ទៅលើ live stream អញ្ចឹងបងប្អូនអស់គ្នា scroll មកក្រោមមើលអស់ទៅពេញចិត្តនៅ service មួយណាយើងទិញ service មួយហ្នឹងទៅវាមាន view មាន subscribe បាទនេះគឺ YouTube subscriber អញ្ចឹងទីហោថាបងប្អូនអស់គ្នាចង់ដាក់ប្រមាណនេះវាមានឲ្យយើងវាដាក់ថា YouTube subscribe ស្នាន់ drop បានន័យថាវាអត់ធ្លាក់ drop ទេបន្ទាប់ពីយើងដាក់ subscribe ហើយនៅលើ channel ហ្នឹងគឺវាអត់ធ្លាក់ទេដោយសារគេប្រើ channel ពិតមក subscribe យើងបាទអញ្ចឹងទីហោថាយើងជ្រើសរើសយកមួយនេះ category subscriber currently បាទ working after update អញ្ចឹងវាដំណើរការឲ្យយើងដោយ1000 subscriber $18 អញ្ចឹងបងប្អូនអរគ្នាមើលនៅក្នុង description របស់គេដាក់ថា YouTube Reels non drop subscriber service បានន័យថា
subscriber ដែលគេ subscribe មកលើ channel របស់យើងហ្នឹងគឺជា subscriber ដែលមិនធ្លាក់ទៅវិញទេមិនបាត់ subscribe ទៅវិញទេបាទ order link channel អញ្ចឹងយើងគ្រាន់តែចូលទៅក្នុង YouTube របស់យើងតទៅមកទៀតចូលកន្លែង home channel ហើយយើង copy link ដូចគេហ្នឹងមកបាទ quantity 100% serial human YouTube sub អញ្ចឹងបាទគេធានាថាវាមិនត្រាប់គឺអត់ត្រាប់ទេចំពោះ subscriber របស់យើងតទៅមកទៀតយើងគ្រាន់តែ copy link YouTube របស់យើងខ្ញុំឧទាហរណ៍ខ្ញុំចូលក្នុង YouTube របស់ខ្ញុំបាទយើងចូលមកក្នុង channel របស់យើងហើយយើងចុចលើ home នេះមកបន្ទាប់មកទៀតយើងចូលទៅក្នុងបាទយើងចូលទៅក្នុងកន្លែង channel របស់យើងនេះមកត្រឹមនេះ copy ត្រឹមនេះមកបាទយើងដាក់ link មកចឹងមកបាទបន្ទាប់មកទៀត quantity យើងដាក់ប៉ុន្មាន 1000 ឧទាហរណ៍អញ្ចឹងយើងអស់ $18 អញ្ចឹងយើងចុច submit ទៅវានឹងធ្លាក់ចូលមកក្នុងកន្លែង order នេះបានន័យថារយៈពេលប្រហែលនាទីក្រោយឬក៏ប្រហែលម៉ោងក្រោយអញ្ចឹងវាចាប់ផ្ដើមដើរនេះគេដាក់ថាពី0ទៅ1ម៉ោងអញ្ចឹងបានន័យថាពី0ទៅ1ម៉ោងហ្នឹងវាអញ្ចឹងនឹងចាប់ផ្ដើម subscribe ទៅលើ channel របស់យើងបាទហើយក្នុងមួយថ្ងៃយើងនឹងទទួលបាន50ទៅ150 subscriber បាទអញ្ចឹងបើយើងចង់បាន plan ផ្សេងទៀតយើងអាចមើលមកបាទតើមួយថ្ងៃនេះចំពោះ subscribe working service less drop បាទអញ្ចឹងយើងមើលមកវាយើងអាចដាក់បានពី200ទៅ 1k sub ក្នុងមួយថ្ងៃបាទហើយត្រង់កន្លែងផ្សេងទៀតយើងអាចដាក់បានពី1000ទៅ3000 sub ក្នុងមួយថ្ងៃប៉ុន្តែតម្លៃវារៀងថ្លៃជាងគ្នាតាមហ្នឹងទៅបាទអញ្ចឹងយើងជ្រើសរើសវាហើយយើងដាក់ link ដាក់ចំនួន amount ដូចខ្ញុំមិញអញ្ចឹងមកហើយចុច submit មកបាទនេះជាវិធីសាស្ត្រនៃការប្រើ panel ដែលយើងទាំងអស់គ្នាឬក៏បងប្អូនមួយចំនួនគាត់ដឹងហើយតែបងប្អូនមួយទៀតគាត់អត់ដឹងគឺគាត់អាចធ្វើមើលវីដេអូនេះបានចំពោះ Facebook អញ្ចឹងយើងដាក់Facebook យើងដាក់ Facebook page បាទនេះចំនួនចំពោះបងប្អូនដែលចង់ចាក់ like ចូលទៅក្នុង Facebook page បាទ1000 like គឺ 1.44 សេននេះវាមាន follower បាទ1000 follower 3.54 សេនអញ្ចឹងនេះ like ហើយនិង follower ចំពោះ Facebook page បាទអញ្ចឹងវាដាក់ Facebook page like and follower non drop ដូចគ្នាបាទអញ្ចឹង non drop នៅកន្លែងត្រង់ចំណុចគ្នាបិទបើកនេះពេលណាដែលគេដាក់ non drop បានន័យថាវាអត់ធ្លាក់ទេបន្ទាប់ពីយើង order ហើយ1000វាអស់ 0.94 សេនបាទ 0.92 សេនសំទោសបាទហើយរយៈពេលធ្វើការរបស់វាគឺ0ទៅ10នាទីគឺវានឹងដំណើរការអញ្ចឹងវាដាក់ថា quality real page slides with follower service quality real quality Facebook user from the worldwide បានន័យថាគេប្រើ account worldwide គ្រប់ប្រទេសដើម្បីមក ដើម្បីមក follower ឬក៏ like ឲ្យយើងហើយ speed របស់វាគឺ 3 ទៅ 5k ក្នុងមួយថ្ងៃ limit ពី10នាទីទៅបាទពីសំទោសការ order min order ពី10ទៅ 3m បាទចំពោះ follower អញ្ចឹងយើងអាចចាក់ដល់ 3m ហើយការប្រើប្រាស់ Facebook page ក៏ដូចតែគ្នាដែរយើងចូលទៅក្នុង Facebook page របស់យើងមក copy link របស់យើងហើយដាក់មកក្នុងនេះមកទីហើយខ្ញុំដាក់ 3k អញ្ចឹងវាអស់$2អញ្ចឹង 3k ហ្នឹងគឺបាន follower 3k បាន like 3k ដូចគ្នាចំពោះ Facebook page យើងថ្មីបាទអញ្ចឹងខ្ញុំឃើញ Facebook ថ្មីឥឡូវច្រើនជាពិសេស Facebook អ្នកលោកអីវ៉ាន់អីជាដើមគាត់តែងតែចាក់ច្រើនអញ្ចឹងបើកំណត់របស់ខ្ញុំមិនបាច់ចាក់ច្រើនទេចាក់តែ 1k 2k អីទៅបានហើយក្រៅពីហ្នឹងព្យាយាម build video build content ឲ្យឡើងល្អទៅវាទទួល follower បានតែខ្លួនឯងហើយការចាក់ follower ហ្នឹងបាច់ចាក់ច្រើនពេកចាក់ឲ្យតែមានខ្លះទៅកុំឲ្យគេមើលមកថា Facebook page វាអត់មាន follower តែសម្រាប់បងប្អូនអ្នកដែលធ្វើវីដេអូរលុយគឺគាត់អាចចាក់គ្រប់ 10k បាទចាក់ 10k អស់$9បាទអញ្ចឹង 10k ហ្នឹងគឺបងប្អូនអ្នកដែលរលុយជាមួយ Facebook page គាត់ចាក់ 10k ឡើងល្អដើម្បីអីដើម្បី post ទៅវាងាយសឹកចេះវីដេអូងាយសឹកចេះ 10k follower Facebook ងាយរុញបាទសម្រាប់បងប្អូនដែលទូទៅគឺអាចចាក់ 1k ឬ 2k
ហើយប៉ុណ្នេះទៅគឺអូខេ TikTok ក៏ដូចគ្នាដែរបងប្អូនគាត់យក link TikTok របស់បងប្អូនចូលមកដាក់ក្នុងនេះហើយ search កន្លែងនេះ TikTok មកបាទអញ្ចឹង TikTok follower បងប្អូនអាចជ្រើសរើសកន្លែងចំណុចនេះមាន TikTok stable working after អញ្ចឹងវាដំណើរការល្អហើយ premium quality profile photo video អញ្ចឹង 1K វា 0.96 សេនយើងមើលនៅក្នុង description របស់គេបើសិនជាយើងឆ្ងល់ឯណាយើងអាចមើលបានព្រោះគេដាក់ឲ្យយើងquantity premium quality premium TikTok user profile follower បាទ speed ពី5ទៅ 10k ក្នុងមួយថ្ងៃ limit min order 10រហូតដល់ទៅ 1m follower បាទ drop rate 0.2% បាទនេះថាយើងចាក់ 1000 អីអាចចុះតិចតួចបាទ10ឬក៏20 follower អីហ្នឹងនេះគឺជាគំរូ link របស់ TikTok អញ្ចឹងយើងដាក់មកបន្ទាប់ពីដាក់ link ឲ្យគេហើយយើងដាក់ចំនួន follower ដូចគ្នាមកបាទទាំង Facebook ឬក៏ TikTok អីដូចតែគ្នាទេបាទនេះចំនួនហើយ submit មកអញ្ចឹងចំពោះវីដេអូនៃការរកYouTube subscriber follower Facebook ហើយនិង TikTok ហ្នឹងគឺមានប៉ុណ្ណឹងចំពោះរបៀបនៃការប្រើប្រាស់ panel អញ្ចឹងសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូបាទអរគុណ